ជំរាបសួរបងប្អូនអ្នកទស្សនាទាំងអស់គ្នាជួបគ្នានៅវីដេអូបន្តទៀតហើយថ្ងៃនេះខ្ញុំជួបជាមួយនឹងបងប្អូនយុវជនដែលមានកម្ពស់មាឌធំបាទបើសិនជាគិតវិញថាខ្មែរយើងសម័យអង្គរមានមាឌធំធំអញ្ចឹងសាច់ដុំក៏ធំរាងក៏ធំហើយសង្ហាទៀតចង់ជ្រាបច្បាស់ថាតើបងប្អូនជានិស្សិតអញ្ជើញមកពីសាកលវិទ្យាល័យណារៀនជំនាញអីហើយពេលចប់ទៅចង់ធ្វើអ្វីជួបជាមួយបងប្អូនតតែម្ដងវាសួរបងប្អូនជំរាបសួរគ្រូបាទចង់ឲ្យបងប្អូនណែនាំខ្លួនជំរាបសួរអ្នកនរគ្នាខ្ញុំបាទឈ្មោះសារ៉ាតសមត្ថរិទ្ធជានិស្សិតមកពីខេត្តដែលសិក្សានៅពេលបច្ចុប្បន្ននេះដែលសិក្សានៅសាកលវិទ្យាល័យបណ្ដាមកពីខេត្តណាបងមកពីខាងខេត្តត្បូងឃ្មុំខេត្តត្បូងឃ្មុំបាទត្បូងឃ្មុំស្រុកទុំទាវណាបាទទុំទាវអញ្ជើញតទៀតដែលកំពុងសិក្សានៅសាកលវិទ្យាល័យបណ្ដាសិក្សាទៅលើជំនាញគណនេយ្យទី1ដែលខ្ញុំជ្រើសរើសសិក្សានៅសាកលវិទ្យាល័យបណ្ដាហ្នឹងគឺការសិក្សានៅសាកលវិទ្យាល័យបណ្ដាគឺចំណេញទៅលើពេលវេលាព្រោះអីយើងសិក្សានៅសាកលវិទ្យាល័យបណ្ដាយើងប្រើរយៈពេលត្រឹមតែ2ឆ្នាំ8ខែប៉ុណ្ណោះបាទអញ្ចឹងយើងអាចចំណេញទាំងពេលវេលាចំណេញទាំងប្រាក់កាសបាទហើយគោលបំណងដែលខ្ញុំចង់សិក្សានៅសាកលវិទ្យាល័យបណ្ដានេះគឺខ្ញុំចង់ខ្លាចជាគណនេយ្យកររូបដើម្បីកម្មវិធីបាទនៅតាមបណ្ដាក្រុមហ៊ុនមិនថាស្ថាប័នរដ្ឋឬមួយក៏ឯកជនទេបាទអរគុណមែនតើក្បោះក្បាយមែនតើនិយាយថាលោកគ្រូធ្លាប់ឃើញតែមនុស្សស្រីទេនារីទេរៀនគណនេយ្យប៉ុន្តែជួបជាមួយបងប្រុសសង្ឃឹមថាបងប្អូននឹងខ្លាយទៅជាបង្គោលគ្រួសារដ៏រឹងមាំមិនត្រឹមតែខ្លាយទៅជាគណនេយ្យករសម្រាប់ក្តីសុបិនរបស់ខ្លួនទេប៉ុន្តែខ្លួននឹងខ្លាយទៅជាអ្នកដែលគ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងល្អប្រសើរសម្រាប់ក្រុមគ្រួសារបងប្អូនបងចង់បន្ថែមបន្តិចថាតើបងប្អូនរៀននៅសាកលវិទ្យាល័យវណ្ណដាបងប្អូនហេតុអីបានមិញបងប្អូនបានបញ្ជាក់ទៅហេតុអីបានជាបងប្អូនរើសសាលាហ្នឹងហើយសាលាហ្នឹងបានផ្ដល់ប្រយោជន៍អត្ថប្រយោជន៍អីខ្លះដែលបងប្អូនបានសម្រេចចិត្តរើសយកសាកលវិទ្យាល័យវណ្ណដាគណនេយ្យពីមុនមកមានន័យថាជាវិទ្យាស្ថានវណ្ណដាគណនេយ្យទេប៉ុន្តែក្រោយមកខ្លាយទៅជាសាកលវិទ្យាល័យវណ្ណដាគណនេយ្យអញ្ចឹងមានន័យថាបងប្អូនរៀនបាន2សាលាបាទការនៅវិទ្យាស្ថាននិងសាកលវិទ្យាល័យមែនទេចង់ឲ្យបងប្អូនបញ្ជាក់អំពីអត្ថប្រយោជន៍បន្ថែមអីខ្លះដើម្បីឲ្យបងប្អូនធ្វើការសម្រេចចិត្តថាគួរទៅមករៀននៅសាកលវិទ្យាល័យវណ្ណដាអញ្ចឹងអរគុណលោកគ្រូសម្រាប់សំណួរការសិក្សានៅសាកលវិទ្យាល័យវណ្ណដាគឺមានអត្ថប្រយោជន៍ជាច្រើនមែនទែនទៅលើការសិក្សាដូចជានិស្សិតដែលគាត់មកពីបណ្ដាខេត្តគាត់អាចសិក្សាបណ្ដាគាត់អាចធ្វើការងារបណ្ដាដោយសារតែដោយសារតែសាកលវិទ្យាល័យបណ្ដាគឺគាត់អាចរកការងារឲ្យនិស្សិតធ្វើមិនថានិស្សិតឆ្នាំទី1ឬមួយក៏និស្សិតដែលគាត់បញ្ចប់ការសិក្សាទៅហើយទេគាត់សិក្សាត្រឹមឆ្នាំទី1ក៏គាត់អាចមានលទ្ធភាពធ្វើការងារបានដែរព្រោះអីសាកលវិទ្យាល័យបណ្ដាគាត់មានដៃគូសហការច្រើនមិនថាស្ថាប័នរដ្ឋឬមួយក៏ស្ថាប័នឯកជនទេលោកគ្រូបាទល្អមែនទែនបងប្អូនសិស្សដែលកំពុងតែធ្វើការសម្រេចចិត្តមិនថាប្រុសឬក៏ស្រីទេអ្នកខ្លះគេថាតតែស្រីបានអាចរៀនគណនេយ្យប៉ុន្តែបងប្អូនអាចរៀនគណនេយ្យបានដូចគ្នាអញ្ចឹងជាចុងក្រោយនេះតើបងប្អូនមានពាក្យពេចន៍អ្វីផ្ដាំផ្ញើទៅកាន់បងប្អូនដែលកំពុងតែធ្វើការសម្រេចចិត្តឥឡូវនេះគឺកំពុងតែដើរដាក់ពាក្យហើយប៉ុន្តែអ្នកខ្លះក៏កំពុងតែសួរនាំឪពុកម្ដាយមិត្តភ័ក្តិបងប្អូនដើម្បីឲ្យគាត់ងាយស្រួលនៅក្នុងការធ្វើការសម្រេចចិត្តបាទសូមជឿបាទលោកគ្រូខ្ញុំចង់ផ្ដាំផ្ញើទៅដល់បងប្អូនទី12ដែលគាត់បានប្រឡងបញ្ចប់ការសិក្សាគាត់ជ្រើសរើសរកសាកលវិទ្យាល័យដើម្បីសិក្សាបន្តឬមួយក៏គាត់ឆ្លាញ់ទៅលើជំនាញគណនេយ្យគាត់អាចមកសិក្សានៅសាកលវិទ្យាល័យបណ្ដាបានដោយសារតែសាកលវិទ្យាល័យបណ្ដាយើងសិក្សាត្រឹមតែ2ឆ្នាំ8ខែវាឆាប់ចប់មិនមែនយើងសិក្សាបើសិនជាសាកលវិទ្យាល័យផ្សេងគាត់សិក្សារយៈពេល4ឆ្នាំដោយសារតែវណ្ណដាគាត់រៀនតែ2ឆ្នាំ8ខែដោយសារតែគាត់រៀនអត់មានវ៉ាកងគាត់ចំណេញត្រង់ហ្នឹងបាទអរគុណដល់បងប្អូនអ្នកទស្សនាទាំងអស់គ្នាសូមជូនពរមានសុខភាពល្អជោគជ័យគ្រប់ភារកិច្ចពីខ្ញុំនិងបងប្អូនសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូបន្ត